ទាន់ខ្លាយទៅជាម្ដាយឪពុកគេយើងមិនអាចយល់បានទេរោគលុយពុតក្នុងគ្រួសារហិរញ្ញវត្ថុសម្ពាធនៅក្នុងគ្រួសារព័ត៌មាននេះកំពុងតែមានការជជែកវែកញែកពីមហាជនដោយប្អូនស្រីគឺគាត់បានគិតខ្លីតូចចិត្តនឹងគ្រួសារហើយគាត់បានបញ្ចប់ជីវិតខ្លួនឯងគាត់មហាជនខ្លះមានការបញ្ចេញមតិអាណិតដល់ប្អូនស្រីសោកស្ដាយមហាជនខ្លះទៀតគឺមានការស្ដីបន្ទោសដល់ប្អូនស្រីរឿងតិចតួចសោះក៏គិតខ្លីមានការរឹងមាំចេះមួយអីចឹងទៅបងប្អូនពេលដែលប្អូនស្រីគាត់បានបញ្ចប់ជីវិតគឺគាត់បានបន្សល់ទុកនៅសម្បត្តិជូនឪពុកម្ដាយគាត់ក្នុងសម្បត្តិនោះផងដែរគឺមានការរៀបរាប់ពីទុក្ខសោកនៅអ្វីដែលគាត់មិនទទួលបានពីក្រុមគ្រួសារគាត់តូចចិត្តនឹងឪពុកម្ដាយដោយលើកឡើងថាឪពុកម្ដាយមានការលំអៀងស្រឡាញ់ប្អូនច្រើនជាងអ្វីក៏ដោយគ្រប់យ៉ាងគឺផ្ដល់ឲ្យប្អូនទាំងអស់ចំពោះគាត់គឺមិនបានផ្ដល់ឲ្យទេសូម្បីតែការស្រឡាញ់ភាពជឿជាក់កម្លាំងចិត្តក៏គ្មានពីឪពុកម្ដាយមិនដែលផ្ដល់ឲ្យគាត់ចឹងហើយទៅគាត់មានការតូចចិត្តការរៀបរាប់របស់គាត់នៅក្នុងសម្បត្តិដែលគាត់បន្សល់ទុកឲ្យនោះស្ដាប់មើលហើយគឺមានតែភាពឈឺចាប់ដែលគាត់តូចចិត្តបើតាមស្ដាប់មើលទៅបងអូនស្រីគឺអាចនឹងមានជំងឺបាក់ទឹកចិត្តខ្លាំងធ្ងន់ធ្ងរ depression ទៀតព្រោះអីបងប្អូនក្មេងវ័យ10ជាងនៅវ័យសិក្សាគឺកំពុងតែត្រូវការយកចិត្តទុកដាក់ពីឪពុកម្ដាយមនុស្សជុំវិញខ្លួនបើសិនជាបងប្អូនឪពុកម្ដាយខ្លះគាត់បដ ாய் កូនគាត់ដូចថាគាត់គិតថាវ័យប៉ុណ្ណឹងធំហើយអាចមើលថែខ្លួនឯងបានហើយគឺគិតខុសហើយបងប្អូនវ័យប៉ុណ្ណឹងហើយគឺកំពុងតែត្រូវការកម្លាំងចិត្តការជ្រោមជ្រែងពីគ្រួសារនិងមនុស្សជុំវិញខ្លួនហើយបើតាមស្ដាប់នៅអ្វីដែលគាត់រៀបរាប់នៅក្នុងសម្បត្តិដែលទុកឲ្យឪពុកម្ដាយនោះគឺរឿងតូចទាបក៏គាត់យកមកកាត់អញ្ចឹងបានន័យថាតាំងពីក្មេងមកគឺគាត់អត់ដែលទទួលបានភាពកក់ក្ដៅពីគ្រួសាររឿងរ៉ាវក្នុងគ្រួសារគេគឺយើងអត់ដឹងទេគ្រាន់តែថាបើតាមស្ដាប់មើលនៅអ្វីដែលបងអូនស្រីគាត់បានរៀបរាប់គឺគាត់អត់ដែលទទួលបានសូម្បីតែការលើកទឹកចិត្តបន្តិចបន្តួចខ្ញុំអាននៅចំណុចដែលគាត់ថាសូម្បីតែហៅខាងសាលាគេហៅគ្រួសារឪពុកម្ដាយអាណាព្យាបាលទៅក៏អត់ទៅអ្វីក៏អត់ស្ដាប់គាត់អ្វីដែលគាត់មានហេតុផលឲ្យឪពុកម្ដាយសូម្បីតែការលេងទូរស័ព្ទក៏លំអៀងទៅខាងប្អូនអាហ្នឹងបើតាមស្ដាប់មើលទៅគាត់ដូចជាមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរបងប្អូនចាហើយខ្ញុំជឿថាមិនមែនត្រឹមតែប្អូនស្រីទេគឺមានបងប្អូនជាច្រើនទៀតមនុស្សជាច្រើនគឺធ្លាប់ជួបបញ្ហាក្រុមគ្រួសារដូចប្អូនស្រីដែរគាត់ថាមនុស្សខ្លះគឺគាត់ជ្រើសរើសនៅការលើកទឹកចិត្តខ្លួនឯងការទម្លាក់ចុះពេលខ្លះមិនធ្វើមិនដឹងមិនលឺខ្លះដើម្បីឆ្លងកាត់វាបានមនុស្សខ្លះរឹងមាំខ្លួនឯងបានអ្នកខ្លះកម្លាំងចិត្តគ្មានផ្លូវចិត្តមិនរឹងមាំគឺអាចកាត់ខ្លីដោយប្អូនស្រីដែរខ្ញុំជឿថាឪពុកម្ដាយណាក៏ស្រឡាញ់កូនដែរហើយពេលដែលកូនសម្រេចបញ្ចប់ជីវិតខ្លួនឯងបែបនេះចាកចេញទៅបែបនេះគាត់ក៏មានភាពសោកសៅមានវិបដិសារីគាត់ក៏មិនបានគិតដល់ថារឿងរ៉ាវតិចតួចកូនគឺគិតយកមកដាក់នៅក្នុងចិត្តធ្វើឲ្យខ្លាយទៅជារឿងធំបែបនេះណាបងប្អូនពុកម្ដាយខ្លះគឺគាត់អត់បានចាប់អារម្មណ៍នឹងចំណុចហ្នឹងទេគាត់គិតថាកូនធំហើយកូនមានការគិតម្ដាយឪពុកខ្លះគាត់ចិញ្ចឹមកូនបែបបារម្ភហួងហែងកូនខ្លាំងម្ដាយឪពុកខ្លះទៀតចិញ្ចឹមកូនលក្ខណៈថាបដ ாய் បងប្អូនញ៉ាំបាយញ៉ាំទឹកអីវាធំរញ៉ាំខ្លួនឯងទៅការសិក្សាទៅរៀនទៅសូត្រអីហ្នឹងគឺមិនសូវដែលបាន check គាត់ថាបដ ாய் តាមសមាជីវដូចថាឲ្យចេះធ្វើអីដល់ខ្លួនឯងបងប្អូនពេលខ្លះទៅគាត់មិនបានគិតដល់ចំណុចតូចធ្វើឲ្យមានការយល់ច្រឡំអត់ការយល់ចិត្តរវាងគ្រួសារនិងគ្រួសារបងប្អូនអញ្ចឹងមិនថាពេលខ្លះកូនមិនយល់ពីឪពុកម្ដាយឪពុកមិនយល់ពីកូនវាខ្វែងគំនិតគ្នាធ្វើឲ្យមានការភ័ន្តច្រឡំធ្វើឲ្យមានរឿងរ៉ាវដែលមិនអាចកាត់ដល់កាត់ឡើងណាបងប្អូនអញ្ចឹងពីវីដេអូនេះទៅគឺខ្ញុំសូមលើកទឹកចិត្តដល់ក្មេងៗទាំងអស់ដែលនៅក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយយើងមិនទាន់ខ្លាយទៅជាម្ដាយឪពុកគេយើងមិនអាចយល់បានទេថ្ងៃណាមួយបើប្អូនខ្លាយទៅជាឪពុកម្ដាយគេនឹងយល់ថាពេលខ្លះទៅម្ដាយឪពុកពិបាកចិត្តក្នុងការរកលុយពុតក្នុងគ្រួសារខ្ញុំនិយាយតែមួយចំនួនគ្រួសារមួយចំនួនទេបងប្អូនចាព្រោះគ្រួសារនីមួយៗគឺអត់ដូចគ្នាទេហិរញ្ញវត្ថុសម្ពាធនៅក្នុងគ្រួសារអ្វីមួយគឺអត់ដូចគ្នាទេអ្នកខ្លះទៅជីវភាពទូធាហូរហែសប្បាយចិត្តការកាត់គំនិតអីគឺរីករាយគ្រួសារខ្លះទៀតគឺគាត់លំបាកនៅហិរញ្ញវត្ថុនៅចំណូលអីអញ្ចឹងគឺគាត់ពិបាកចិត្តគ្រប់មុខស្មុគស្មាញគ្រប់មុខអញ្ចឹងហើយគឺគាត់មិនសូវយកចិត្តទុកដាក់មិនសូវមានអារម្មណ៍ក្នុងការខ្នេះខ្នក់អីជាមួយនឹងកូនតែបើតាមសាររបស់ប្អូនស្រីគឺសំដៅទៅលើថាម្ដាយឪពុកលំអៀងស្រឡាញ់កូនមិនស្មើគ្នាយើងក៏ដឹងថានៅក្នុងគ្រួសារគាត់បែបណាដែរយើងគ្រាន់តែជា
មហាជនមិនចឹងហើយយើងមិនអាចបន្ទោសទៅប្អូនស្រីទាំងស្រុងហើយក៏មិនអាចបន្ទោសទៅឪពុកម្ដាយគាត់ទាំងស្រុងបានដែរ